មន្ត្រីយោធាកម្ពុជាម្នាក់បានពលីនៅក្នុងព្រឹត្តិការណ៍ការប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវរវាងកងទ័ពកម្ពុជានិងថៃនៅតំបន់មុំបីកងទ័ពកម្ពុជាម្នាក់បានពលីនៅក្នុងព្រឹត្តិការណ៍ផ្ទុះប្រដាប់អាវុធដាក់គ្នាមួយប្រាវរវាងកងទ័ពកម្ពុជានិងថៃនៅតំបន់មុំបីស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំខ្សានខេត្តព្រះវិហារជាប់នឹងខេត្តយូប៊ុនរាជធានីនៃប្រទេសថៃកាលពីព្រឹកព្រលឹមថ្ងៃពុធទី28ខែឧសភាឆ្នាំ2025នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាមន្ត្រីយោធាកម្ពុជាដែលពលីនៅក្នុងកិច្ចការពារព្រំដែនគឺមានឈ្មោះសួនរោនអាយុ48ឆ្នាំមានទីលំនៅក្នុងភូមិកំពេញឃុំយាងស្រុកជាំខ្សានខេត្តព្រះវិហារនិងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបីបានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយនឹងទាហានថៃនៅព្រំដែននៃខេត្តព្រះវិហារក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានកើតឡើងនៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025នៅភូមិដេជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារដោយកងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើលេនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយបណ្ដាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ក្រសួងការពារជាតិបានបញ្ជាក់ទៀតថាការប៉ះទង្គិចគ្នានេះមិនមែនជាជំរើសដែលកម្ពុជាចង់បាននោះទេហើយយើងនឹងបន្តពិភាក្សាជាមួយនឹងក្រសួងការពារជាតិថៃដើម្បីរកដំណោះស្រាយមួយរួមក្នុងការធ្វើឲ្យស្ថានភាពវិលត្រឡប់មកដូចដើមវិញឲ្យបានឆាប់រហ័សនិងបង្ការកុំឲ្យមានស្ថានភាពនេះកើតឡើងសារជាថ្មីម្ដងទៀតក្រសួងការពារជាតិកម្ពុជាបានលើកឡើងថាកម្ពុជាប្រកាន់ខ្ជាប់នៅមធ្យោបាយការទូតនិងការដោះស្រាយបញ្ហាដោយសន្តិវិធីព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងព្រំដែនសន្តិភាពមានស្ថិរភាពការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកម្ពុជាបដិញ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយក្រសួងការពារជាតិបានអំពាវនាវឲ្យសាធារណជនទាំងអស់មេត្តាកុំជឿនិងផ្សព្វផ្សាយនៅតាមបណ្ដាញទំនាក់ទំនងសង្គមព័ត៌មានមិនពិតទាំងឡាយណាដែលអាចរុញច្រានស្ថានភាពនៅតាមបណ្ដោយព្រំដែនឲ្យមានអស្ថិរភាពនិងអសន្តិសុខព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ពការប្រព្រឹត្តទៅនៃជីវភាពធម្មជាតិការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋក៏ដូចជារបស់ប្រទេសជាតិទាំងសងខាងក្រសួងការពារជាតិក៏សូមស្នើឲ្យសាធារណជនទាំងអស់ទទួលយកព័ត៌មានដែលមានប្រភពច្បាស់លាស់និងផ្លូវការជាពិសេសគឺការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិខ្ញុំបាទជួនច័ន្ទម៉ារឌីពីកម្មវិធី MAJ TV News